មុខម្ហូបដែលងាយស្រួលធ្វើ10នាទី20នាទីបានញ៉ាំជាពិសេសគ្រឿងផ្សំអត់មានអីញញ៉ៃច្រើនទៀតគឺមួយមុខនឹងងាយងាវឆាអំពើទុំរបស់យើងឆាចេញមកគឺចូលជាតិល្អមែនតើជាពិសេសសាច់ងាវយើងបកចេញមកនៅមូលល្អញ៉ាំទៅគឺស្រួយច្របហ្មងអញ្ចឹងបើសិនជាបងប្អូនចង់ដឹងពីរបៀបធ្វើអាចមើលក្នុងវីដេអូនេះបានគ្រឿងផ្សំដំបូងគឺជាងាវសម្រាប់ងាវនេះគឺខ្ញុំប្រើអាកាដាលយើងលាងវា4-5ទឹកទុកម្ដុំសិនមកយើងមកដាក់ដាំទឹកដើម្បីស្រុះងាវហើយក្នុងនឹងយើងដាក់ក្រូចឆ្មា2-3ចំណិតទៅដើម្បីឲ្យសាច់ងាវរបស់យើងស្រុះចេញមកគឺវាស្រួយល្អសម្រាប់ការស្រុះគឺអត់យូរទេបងប្អូនគ្រាន់តែទឹកពុះយើងតម្លាក់ងាវចូលកលែងវាទៅ2-3ជុំលើកវាចេញមកគ្រឿងផ្សំបន្តមកទៀតហ្នឹងយើងមានម្រះព្រៅម្ទេសម្លេសម្រាប់ម្ទេសម្លេនេះគឺខ្ញុំកិនហើយស្រាច់ហើយលាយជាមួយម្ទេសដៃនាងម្ទេសម្លេនឹងអត់ហឹរទេប៉ុន្តែយើងដាក់ទៅដើម្បីឲ្យឆារបស់យើងបានខាប់ល្អរសជាតិគឺកាន់តែឆ្ងាញ់ហ្មងហើយគ្រឿងចុងក្រោយគេគឺទឹកអំពិលទុំយើងលាងវា2-3ទឹកត្រាំទឹកហើយជ្រុំវាឲ្យបែកចឹងមកបន្ទាប់ពីយើងធ្វើគ្រឿងគ្រើរួចរាល់អស់ហើយយើងមកដាក់ខ្ទះចាក់ប្រេងឆាទុកឲ្យក្តៅហើយអំពងខ្ទឹមស4-5កាពឹសសម្រាប់ការអំពងនេះមិនបាច់ចាំឲ្យក្រហមខ្លាំងទេបងប្អូនមើលតែសបល់របស់វាឡើងព្រឿងយើងចាក់ម្ទេសម្លេជាមួយនឹងម្ទេសដៃនាងដែលយើងបានកិននឹងដាក់ចូលមកកូរវាប្រហែលជាខ្ទង់4-5នាទីតតែឡើងក្លិនឈ្ងុយសិនចាំដាក់ទឹកអំពៅទុំចូលទឹកអំពៅទុំដំបូងនេះគឺខ្ញុំដាក់ចំនួន3ស្លាបព្រាបាយសិនហើយសម្រាប់ម្ហូបមួយមុខហ្នឹងប្រើទឹកប្រេងខ្យងរាងច្រើនណាបងប្អូនគឺខ្ញុំប្រើចំនួន2ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេហើយចុងក្រោយគេហ្នឹងគឺជាស្ករត្នោតខ្ញុំដាក់ចិត្តកន្លះស្លាបព្រាបាយសម្រាប់ស្ករប្រើស្ករសក៏បានដែរបងប្អូនគ្រាន់តែថាដាក់ស្ករត្នោតអញ្ចឹងទៅក្លិនរាងឈ្ងុយរសជាតិវារាងឆ្ងាញ់ជាងអញ្ចឹងទៅហើយបងប្អូនកុំភ្លេចបន្ថែមទឹកផងព្រោះអានេះបើសិនជាអត់ថែមទឹកទេវារាងគោកពេកអញ្ចឹងណាតម្រាំតែយើងដាក់ងាវដាក់អីចូលទៀតទៅកាន់តែគោកថែមទៀតទេយើងដាក់ទឹកចូលហើយកូរវាប្រហែលជាខ្ទង់4-5នាទីអីសិនទៅចាំបងប្អូនភ្លក់មើលហើយថែមថយគ្រឿងបានតាមចំណង់ចំណូលចិត្តប៉ុន្តែសម្រាប់ខ្ញុំរសជាតិគឺត្រូវអស់ហើយអញ្ចឹងខ្ញុំអត់មានថែមថយអីទៀតទេបន្ទាប់ពីត្រូវគ្រឿងហើយយើងចាក់ងាវចូលមកពេលដែលយើងដាក់ងាវចូលនឹងអត់ឆាយូរទេណាបងប្អូនឆាប្រហែលជាខ្ទង់អត់ដល់1នាទីផងយើងត្រឡប់ចុះត្រឡប់ឡើងឲ្យវាចូលជាតិល្មមទៅព្រោះឯងាវរបស់យើងគឺបានស្រស់ម្ដងរួចរាល់ហើយបើសិនជាយើងឆាយូរទៀតវាធ្វើឲ្យសាច់ងាវរបស់យើងទៅជាឡើងរាងស្វិតរាងអីអញ្ចឹងទៅឆាមើលតែវាចូលជាតិហើយចុងក្រោយគេបងប្អូនបង់ម្រះព្រៅចូលមកបន្ទាប់ពីដាក់ម្រះព្រៅចូលគឺខ្ញុំបិទភ្លើងភ្លាមហើយបានត្រឡប់វានៅក្នុងខ្ទះនឹងប្រហែលជាខ្ទង់កន្លះនាទីអីទៀតហ្នឹងគឺបានហើយបងប្អូនម្រះព្រៅបើសិនជាយើងនៅបន្តបើកភ្លើងវាទៅជារាងជាំខ្មៅអញ្ចឹងណាហើយសម្រាប់ងាវឆានេះដែរបងប្អូនខ្លះទៅគឺគាត់បកសបកឆាអាហ្នឹងតាមចំណង់ចំណូលចិត្តយើងទេចង់បកក៏បានឬក៏ឆាទាំងមូលដូចខ្ញុំអញ្ចឹងក៏បានដែរគ្រាន់តែថាខ្ញុំអត់ចូលចិត្តបកទេបងប្អូនព្រោះតែកាលណាបកទៅសាច់ងាវវាឡើងរាងស្វិតបន្តិចអញ្ចឹងណាបើសិនជាយើងអត់បកអញ្ចឹងទៅសាច់ងាវគឺនៅមូលល្អអញ្ចឹងហ្មងប៉ុន្តែពេលដែលយើងញ៉ាំយើងបកសបកហើយយើងជ្រលក់ជាមួយទឹកឆាដែលយើងឆាហ្នឹងបងប្អូនមានគ្រឿងគ្រើដែលយើងដាក់ចូលហ្នឹងញ៉ាំជ្រលក់ជាមួយគ្នាអញ្ចឹងទៅបានរសជាតិវានឹងឆ្ងាញ់ហើយសម្រាប់រសជាតិខ្ញុំអត់យកប្រៃខ្លាំងទេបងប្អូនប្រៃមិនល្មមជូរក៏អត់ជូរខ្លាំងដែរប្រៃផ្អែមជូរតិចហឹរតិចក្នុងហ្នឹងអញ្ចឹងណាហើយសម្រាប់បងប្អូនខ្លះទៀតគាត់ឆាដាក់អំពិលទាំងមូលហ្មងបើសិនជាដាក់អំពិលទាំងមូលវាអាចនឹងជូរដុំអញ្ចឹងទៅបងប្អូនអត់ចូលជាតិសព្វល្អទេអញ្ចឹងហើយបើសិនជាបងប្អូនធ្វើយើងជ្រុំយកតែទឹកវាដាក់ចូលមកហើយសម្រាប់ងាវរបស់យើងវិញបកចេញមកគឺនៅឡើងមូលល្អហ្មងគ្រប់គ្រាប់អត់មានអាណាឡើងស្វិតឬក៏ឆ្អិនជ្រុលទេហើយយើងញ៉ាំទៅគឺឡើងស្រួយច្របអញ្ចឹងណាដោយសារតែពេលយើងស្រុះហ្នឹងគឺយើងបន្ថែមក្រូចឆ្មាក្នុងនឹងដែរហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ